ភ្លៀងធ្លាក់ខ្លាំង7ថ្ងៃជាប់គ្នាសូមប្រញាប់ប្រាប់ប្រជាជនឲ្យប្រមូលផលស្រូវសេចក្តីជូនដំណឹងការងារតើស្រុកនេះអាចជឿអ្នកដោយរបៀបណាលើកមុនគឺខ្ញុំឲ្យឆ្មាយកដំណឹងមកប្រាប់លោកតែលោកមិនជឿឥឡូវយើងធ្វើពិសោធន៍ទាំងអស់គ្នាសឹកប៉ាសេអាយប្រសិនបើអ្នកចង់តាមខ្ញុំទៅសូមងក់ក្បាល3ដងលើកជើងឆ្វេងឡើងលើកជើងស្ដាំឡើងទេស្លាប់ទាំងសងខាងជើងឆ្វេងជើងស្ដាំជើងស្ដាំជើងឆ្វេងជើងស្ដាំអ្នកតូចឲ្យប្រាប់ថាមិនឲ្យលេងទេតើឥឡូវលោកជឿហើយមែនទេបើខ្ញុំនិយាយកុហកលោកប្រកាសជាដាក់ទោសខ្ញុំជាមិនខានខ្ញុំយកជីវិតមកលេងសើចទេឈប់សិនស្រុកនេះជឿអ្នកមួយម្ដងចុះអ្នកទាំង4អ្នកជិះសេះលឿនទៅប្រាប់ទីទាំង4គឺកើតលើកជើងត្បូងឯស្រុកនេះនឹងទៅភូមិក្រៅទីក្រុងដោយផ្ទាល់ធ្វើការឲ្យលឿនឡើងព្រះបង្គាប់គោមួយនេះជាសត្វអស់ខ្មាញ់ពិតមែនយកវាទៅចុះកញ្ញាលាវព្រឹកព្រលឹមម្លេះតើប្រហែលជាយកផ្ទះថ្មីមកមែនទេលោកប៉ាប្រាក់ចៅខ្ញុំទៅតែមកពីសាលាស្រុកថ្ងៃត្រង់នេះនឹងមានខ្យល់ព្យុះសង្គ្រាក្រោយពេលខ្យល់ងប់នឹងមានភ្លៀងធ្លាក់ខ្លាំងប្រហែល7ថ្ងៃទៀតចៅវាយស្រុកលីកំពុងបញ្ជូនឲ្យទៅប្រាប់ប្រជាជនគ្រប់ទីកន្លែងឲ្យប្រមូលផលស្រូវមានរឿងបែបនេះមែនឬពិតជាពិតប្រាកដណាស់ឡខ្ញុំនឹងឲ្យកូនហាងខ្ជូផ្លាក់ឈប់សម្រាកហើយឲ្យពួកគេប្រញាប់ត្រឡប់ទៅផ្ទះដើម្បីប្រមូលផលសិនពួកអ្នកបើកភ្នែកឲ្យធំមើលសិនមកតើខ្យល់ព្យុះនៅណាតើភ្លៀងនៅឯណាសុទ្ធតែជារឿងប្រឌិតកុហករបស់លីវរូយ៉ានទេតើនរណាជាអ្នកសងការខាតបង់នេះត្រូវពួកយើង5អ្នករស់នៅបន្លាស់ប្ដូរចាំរដូវរងាដើម្បីចិញ្ចឹមជីវិតនោះហើយគាត់គ្រាន់តែនិយាយស្រាលឲ្យពួកយើងដកវាចេញមុនពេលលីវរូយ៉ានគឺពួកតែមួយជាមួយភូមិលោកលីវយើងទៅសាលាស្រុកដើម្បីវាយពួកគេត្រូវអ្នកទាំងអស់គ្នាប្រមូលផ្ដុំគ្នាចោទប្រកាន់បែបនេះតើគិតថាខ្ញុំជាមេឃុំធ្វើការមិនបានល្អទេដឹងលោកមេឃុំពួកយើងដឹងថាអ្នកត្រូវបានលីវរូយ៉ានបោកបញ្ឆោតហើយបើនៅស្គាល់ខ្ញុំជាមេឃុំដដែលត្រូវនាំគ្នាត្រឡប់ទៅផ្ទះដោយស្ងប់ចិត្តវិញទៅលោកមេឃុំអ្នកការពារគាត់ខ្លាំងម្ល៉េះតើបានទទួលផលប្រយោជន៍អ្វីពីគាត់មែនទេលៀងឈុនហខ្ញុំឃើញថាអញទេតើសម្ដែងញុះញង់នៅពីក្រោយខ្នងនោះលោកអនុប្រធានចាងរឿងនេះកើតឡើងដោយសារខ្ញុំគួរតែឲ្យខ្ញុំជាអ្នកដោះស្រាយដំណាំដែលពួកអ្នកប្រមូលផលកាលពីយប់មិញខ្ញុំអាចទិញយកវិញបានប៉ុន្តែប្រសិនបើឲ្យខ្ញុំសងប្រាក់បន្ថែមទៀតនោះគុំសង្ឃឹមថាស៊ូយ៉ានរឿងនេះដំឡើយមិនមែនជាកំហុសរបស់អ្នកទេហេតុអ្វីត្រូវចេញប្រាក់តខ្លួនមីងអើយខ្ញុំដឹងក្នុងចិត្តហើយតាំងពីរូយ៉ាននិយាយបែបនេះហើយអីចឹងយកតាមតម្លៃទីផ្សារក្នុងស្រុកចុះ radish 3អក្សរក្នុង1គីឡូបន្លែខៀវ5អក្សរក្នុង1គីឡូចៅធីស៊ូឯងបើកមាត់ធំពេកហើយបន្លែនៅស្រុកស្រែយើងមិនដេចនឹងអាចប្រៀបធៀបនឹងទីក្រុងបានយកតាមតម្លៃដែលអ្នកថាចុះប៉ុន្តែខ្ញុំនិយាយទុកមុនជាស្រេចមកទោះបីមានរឿងអ្វីកើតឡើងក៏ដោយកុំមករកខ្ញុំទៀតឲ្យសោះទោះបីជាពួកអ្នកដាច់ស្បៀងឃ្លានពុះក៏គ្មានការពាក់ព័ន្ធអ្វីជាមួយលីវរូយ៉ានខ្ញុំដែរទិញក៏ទិញទៅនិយាយពាក្យធ្ងន់បែបនេះធ្វើអ្វីខ្ញុំមិនមែនចង់ប្រែប្រួលពាក្យសម្ដីទេពួកអ្នកដឹកដំណាំដែលដកការពីម្សិលមិញមកឲ្យអស់មកខ្ញុំទិញទាំងអស់ចាំសម្ដីដែលពួកអ្នកនិយាយថ្ងៃនេះចុះពូចាងហ្វាសូមពូជួយធ្វើជាសាក្សីផងឲ្យតែអ្នកទិញអស់រឿងរស់ឬស្លាប់របស់យើងគឺគ្មានតាក់ទងនឹងអ្នកទេធានាថាមិនមករកទៀតជាដាច់ខាតខ្ញុំអង្គុយទីនេះលោកអនុប្រធានចាងប្រសិនបើស្បៀងអាហារនៅផ្ទះរបស់អ្នកមិនគ្រប់គ្រាន់សម្រាប់រដូវនេះទេចុះរឿងនេះគឺពូធ្វើជាមេឃុំមិនបានល្អទេដំណាំទាំងនេះចែកពាក់កណ្ដាលមកខ្ញុំប្រាក់ខ្ញុំនឹងឲ្យតាមធម្មតាលោកមេឃុំមិនបាច់ទេដំណាំទាំងនេះខ្ញុំមានប្រយោជន៍ត្រូវប្រើមិនខាតបង់ទេទាហានមកហើយម៉ាក់ប្រញាប់ឡើងទាហានប្រញាប់មកខាងនេះពួកអ្នកទៅមកថ្មីទាំងប៉ុន្មានអ្នកនេះមិនត្រូវបន្ទោបងផ្ដេសផ្ដាស់ទេទីនោះមានកន្លែងសាច់សម្រាប់ឆ្មាតែហួយអ្នកត្រូវចាំមើលផងខ្ញុំត្រូវចេញទៅមើលក្រៅសិនភ្ញៀវត្រូវបានបញ្ជូនទៅហើយខ្យល់ព្យុះនេះខ្លាំងជាងឆ្នាំមុនទៅទៀតបើមិនប្រញាប់សម្រាប់តែនៅសល់នឹងត្រូវបិទចិត្តទាំងអស់ជាមិនខានមេឃងឹតមើលអ្វីមិនឃើញទេធ្វើម្ហូបញ៉ាំសិនទៅរួចចាំចូលបន្ទប់រៀងខ្លួនអោជាវតើអ្នកសុខសប្បាយជាទេសំណាងល្អហើយដែលខ្ញុំមិនបានទាញអ្នកចូលក្នុងផ្ទះនៅក្នុងផ្ទះក្បឿងដំបូលហើខ្ចាក់ខ្ចាយអ្នកឈរទៅភ្លៀងបន្តិចបែបនេះមានសុវត្ថិភាពជាងចាំបន្តិចទៀតខ្ញុំជូតសម្អាតឲ្យបានស្អាតខ្ញុំជាខ្យល់បក់ឯងណាស់ទៅតាមខ្ញុំចូលក្នុងផ្ទះមកឲ្យអ្នកឃើញរន្ធដំបូលផ្ទះដោយភ្នែកផ្ទាល់បានហើយកុំខឹងអីមីងអើយខ្ញុំបានដឹកសេះចូលក្នុងផ្ទះហើយជាការសុំគួរហើយចំណាយប្រាក់ច្រើនម្លេះទើបបានវាទិញមកមិនអាចធ្វើបាបវាបានទេលីវរូយ៉ានពួកគេសុទ្ធតែនិយាយថាអ្នកមានរបស់ញ៉ាំឆ្ងាញ់នៅទីនេះពួកខ្ញុំឃ្លានស្ទើរស្ទុកអស់ហើយយ៉ាសត្វល្អិតនេះមានក្លិនក្រអូបខ្លាំងណាស់ហាក់ដូចជាខ្ញុំដើរតាមមនុស្សត្រូវហើយអ្នកឯងនៅសាលាស្រុកកាលពីមុនចេះតែឲ្យខ្ញុំញ៉ាំកាកសំណល់ស្ងួតរឹងប៉ុណ្ណោះ
ញ៉ាំឆ្ងាញ់ផឹកស្រួលនៅកន្លែងខ្ញុំនេះចិញ្ចឹមអ្នកឲ្យថតភ្លុំចាំធ្វើស៊ុបតែម្ដងជើវាយធំអ្នកមិនដល់ថ្នាក់ស៊ីសត្វទន្សងដែរទេដឹងបានហើយលេងសើចជាមួយពួកអ្នកទេតើលេងសើចទេឌីសតើអ្នកជាឆ្មាអីគេដែរខ្ញុំមិនដឹងទេតាមការពិតជាក្មេងស្រីតូចសោះមុខហើយអ្នកថាចេញប៉ាវចុះសុំនឹងពណ៌រោមរបស់អ្នកប៉ុណ្ណាបាទចាស់អរគុណចៅវាយធំខ្ញុំក៏មានពណ៌ទឹកក្រូចដែរខ្ញុំមកច្រើនថ្ងៃហើយនៅមិនទាន់មានឈ្មោះផងឲ្យឈ្មោះថាយានប៉ាវចុះឬហើយនាំលៀបសំណាងយានប៉ាវពីរោះណាស់ចៅវាយធំចុះខ្ញុំវិញឯងខ្លួនប្រានពណ៌ប្រភេទបែបនេះហៅថាក្តាមប្រភេទចុះខ្ញុំមានឈ្មោះហើយបានហើយយ៉ាងណាក៏គ្មានការងារអ្វីដែរខ្ញុំងូតទឹកឲ្យអ្នកចុះតាមការពិតការងូតទឹកស្រួលបែបនេះសោះខ្ញុំចង់ងូតរាល់ថ្ងៃខ្ញុំក្រអូបជាងគេបងអស់ហេតុអ្វីដែលយួងស្រស់ស្អាតម្លេះពណ៌រោមភ្លឺរលោងណាស់ពិតមែននឹងខ្ញុំទៅតែញូតទឹកកាលពីយប់មិញសាក់ធំក្លិនមើលក្រអូបណាស់បន្តិចទៀតក្រោយពេលញ៉ាំបាយរួចខ្ញុំនឹងជួសជុលដំបូលផ្ទះបន្តិចខ្ញុំក៏ចង់ជួយដែរអ្នកនៅទីក្នុងផ្ទះទៅកុំឲ្យទឹកភ្លៀងផ្ដាសាយយឺសិប្រញាប់ផ្លាស់ប្ដូរខោអាវហើយទៅជួបគ្នាជាមួយខ្ញុំនៅមាត់លោកមេឃុំដំបូលផ្ទះខ្ញុំនៅមិនទាន់ជួសជុលផងចាំពេលល្ងាចត្រឡប់មកវិញចាំឥឡូវត្រូវរៀបចំអ្នកស្រុកជីកប្រឡាយតូចដើម្បីបង្ហូរទឹកដែលដក់ចេញទៅមិនដូច្នោះទេភូមិយើងនឹងលិចលង់សំណាងហើយដែលខ្ញុំស្ដាប់តាមសម្ដីរូយ៉ាឲ្យអ្នកស្រុកទៅប្រមូលផលអ្នកមើលស្រែចម្ការឥឡូវនេះចុះលិចទឹកអស់លក្ខណៈបែបនោះគឺមានតែពួកមនុស្សស្ទើបួនប៉ុណ្ណោះម្សិលមិញនៅមករករឿងយកស្បៀងទៅលក់ទៀតចាំមើលពួកគេមានអ្វីស៊ីនៅរដូវរងាតម្លៃដែលរូយ៉ានកាលពីម្សិលមិញខ្ពស់ជាងធម្មតាពួកគេគិតថារដូវរងាច្រើនតែទៅទិញនៅភូមិផ្សេងថែមទាំងអាចចំណេញប្រាក់ខុសគ្នាទៀតផងស្រែចម្ការក្បែរនោះលិចទឹកអស់ហើយដំណាំដែលអ្នកថាត្រូវបានបំផ្លាញខ្ទេចតើមានស្បៀងណាសល់ទៀតទៅលក់តោះហ៊ីសិនាំចុងផៅទៅជាមួយត្រឡប់មកវិញហើយមីងអើយតាមពិតខ្ញុំមានអាកំបាំងមួយចង់ប្រាប់ពួកអ្នកពេលដែលខ្ញុំត្រូវយ៉ាងគិះរត់ទុកឲ្យអត់ឃ្លានពីថ្ងៃកាលនោះតាមការពិតខ្ញុំបានស្លាប់ម្ដងរួចមកហើយព្រះយមរាជប្រាប់ថាអាយុជីវិតខ្ញុំបញ្ជូនខ្ញុំត្រឡប់មកវិញថែមទាំងប្រទានថងឆែងខនមួយឲ្យខ្ញុំយកបោះបានច្រើនណាស់ថែមទាំងអាចដាក់សត្វរូបបានទៀតណាំដែលខ្ញុំប្រមូលទិញទាំងនោះឥឡូវដាក់នៅក្នុងនោះហើយគ្រឿងទេសដែលអ្នកយកចេញមកមុននេះក៏យកចេញពីថងឆែងខនដែរមែនទេប្រាកដបង្ហាញថងឆែងខនមីងមើលលួចបើកបន្តិចថងឆែងខននេះមានតែខ្ញុំទេដែលអាចមើលឃើញអ្នកដទៃមើលមិនឃើញនឹងប៉ះមិនដល់ឡើយមើលមិនឃើញក៏ស្អីទៅអ្នកមានសមត្ថភាពបែបនេះមីងរីករាយស្ទើរមិនទាន់ផងកម្រិតទឹកឥឡូវខ្ពស់ពេកហើយខ្ញុំត្រូវដាក់ឲ្យចូលក្នុងថងឆែងខនមុនសិនក្នុងអ្នកមានកន្លែងអស្ចារ្យបែបនេះហេតុអ្វីពេលខ្យល់ព្យុះភ្លៀងធ្លាក់ទៅឲ្យខ្ញុំហើរខ្យល់ទឹកភ្លៀងក្រៅត្រឡប់មកវិញចាំឲ្យស្មើ2 ដង 3 ដងបានទេបើមិន3 ដងទេគឺមិនអាចអត់ទោសឲ្យអ្នកទេដំណាំខូចខាតខ្ទេចខ្ទីអស់ហើយតើរដូវរងាឆ្នាំនេះគួរធ្វើយ៉ាងម៉េចទៅលោកមេឃុំបានស្រែកឲ្យប្រញាប់ប្រមូលផលយូរហើយឯងប្រកែកមិនព្រមទៅធ្វើឲ្យបន្លែរដូវរងាខូចខាតអស់ខូចក៏ដូរថ្មីទៅទុកប្រពន្ធបំផ្លាញទ្រព្យសម្បត្តិបែបនេះតែនៅជាមានប្រយោជន៍អ្វីម្ចាស់ផ្ទះអើយគឺយ៉ាងខិះវទេតើនាងប្រាប់ថាកូនប្រុសនាងធានាថានឹងគ្មានខ្យល់ព្យុះសង្គ្រាមទេខ្ញុំមិនបានទៅប្រមូលផលខ្ញុំប្រាប់ថាមិនបាច់ប្រមូលឯងក៏មិនប្រមូលដែរឯងស្ដាប់បង្កប់ជាងកូនស្រីខ្ញុំទៅទៀតម្ចាស់ផ្ទះមីងយ៉ែងកំពុងយំនៅមាត់ស្រែរ៉េងឆានកំពុងជេរប្រមាថហើយនាងយ៉ែងស្រាប់តែចង្អុលមុខយ៉ាងខិះវនិយាយថាជានាងជាអ្នកបង្កណាស់ទឹកមុខរបស់យ៉ាងខិះវពេលនោះគួរឲ្យចាប់អារម្មណ៍ណាស់រូយ៉ានការរស់នៅផ្ទះអ្នកអតីមិនមែនជារឿងល្អទេប្រញាប់តាមបងត្រឡប់ទៅផ្ទះវិញទៅមានការអីនិយាយមកគ្មានការអីទេប្រញាប់ទៅវិញចុះនៅលើផ្លូវសុទ្ធតែពួកល្បាប់សេះរបស់អ្នកខ្ចីជីបន្តិចមកពេលត្រឡប់ទៅសាលារៀនវិញក៏មានមុខមានមាត់ដែរខ្ញុំនឹងអ្នកមិនមែនជាគ្រូសាទេពួកអ្នកត្រកូលយ៉ាវខ្ញុំត្រកូលលាវប៉ុន្តែឯងត្រូវបានគ្រូសាយ៉ាវចិញ្ចឹម3បាច់សេះនេះយ៉ាងម៉េចទៅវិញរ៉ាវឈីស៊ីវមានខ្ញុំនៅទីនេះកុំសង្ឃឹមថានឹងអាចធ្វើបាបរួយឲ្យសោះកុំស្មានថាខ្ញុំមិនដឹងពីបំណងរបស់អ្នកដែលអ្នកធ្វើជា compassionate ឲ្យរួយស្នាក់នៅផ្ទះគឺគ្រាន់តែចង់ឲ្យនាងធ្វើជាកូនប្រសាររបស់អ្នកប៉ុណ្ណោះកូនប្រុសរបស់អ្នកឈប់រកប្រាក់ចំណូលហើយតើពត់ជុំវិញរួយពេញមួយថ្ងៃតើនរណាមិនឃើញនោះឯងហ៊ានបំផ្លាញកេរ្តិ៍ឈ្មោះរបស់រួយតាមចិត្តពិតមែនខ្ញុំនឹងទៅបង្កចំនួនដល់សាលារៀនស្រុករបស់ឯងមិនខានឲ្យមិត្តរួមថ្នាក់របស់អ្នកបានឃើញថាសិស្សចេះដឹងដូចឯងនៅពីក្រោយខ្នងមានចរិតល្អកាក់បែបណាឯងជាមនុស្សឆ្លើយបែបនេះក្រៅពីពឹងផ្អែកលើរូបរាងមាំមួននិងការសាហាវតើចេះធ្វើអ្វីទៀតបើមានសមត្ថភាពមកជែកជាមួយខ្ញុំពីរឿងហេតុផលឯងសាក់និយាយមើលឯងមិនមែនជាមនុស្សឆ្លើយទេតើលោតចេញពីថ្មងគូយ៉ាងម៉េចឯងពិតជាឆ្លើយណាស់លាវរ៉យតើឯងអរគុណបែបនេះឬចង់ខ្ចីសេះក៏បានប្រសិនបើឯងមានសមត្ថភាពធ្វើឲ្យសេះយកព្រមកុំបារម្ភអីមីងឲ្យជាយកក្រៅពីខ្ញុំហើយនាងមិនផ្ទុកអ្នកអតីតទេបងហ៊ីសិសូមជួយបន្តិចជួយទឹកសេះឲ្យស្អាតផងខ្ញុំមិននាំក្បាលល្ងងនេះទៅទេចង់នាំនាងទៅឯងនាំទៅខ្លួនឯងចុះពេលដល់ទីកន្លែងដូចជាបោះនាងចោលពីលើទេទៅស្មានមិនដល់ថាឯងមើលទៅហាក់ដូចជាក្រោយក្នុងដែលបាំងចិត្តអាក្រក់ច្រើនម្ល៉េះបើខ្ញុំមិនអាក្រក់ទេអញ្ចឹងឥឡូវឯងនាំនាងទៅទីក្រុងទៅទេខ្ញុំចូលចិត្តភាពអាក្រក់របស់អ្នកហេតុអ្វីមានរំពាត់សេះមិនបានរៀបចំរំពាត់សេះទេ
វាជាដៃគូតូចរបស់ខ្ញុំតើខ្ញុំហ៊ានវាយ៉ាងម៉េចវាស្ដាប់បង្កប់ណាស់តតែសោះមិនបាច់ប្រើរបស់បែបនោះទេតើអាចទៅរួចទេប្រហែលជាកុហកខ្ញុំទេដឹងបើមិនជឿក៏មិនបាច់ប្រើទៅបានហើយជឿអ្នកមួយម្ដងចុះតោះម៉ាក់ចេញដំណើរហើយតើតាមផ្លូវភូមិត្រង់ទៅខ្ញុំប្រាប់ឲ្យឈប់ចាំឈប់ហេតុអ្វីកាន់តែលឿនទៅបែបនេះបើកបរយឺតបន្តិចយឺតបងអើយវាតែងតែចាប់វាឲ្យឈប់សិនតើអ្នកចង់ធ្វើអីឲ្យពិតប្រាកដឈប់សិនតើអ្នកនាំខ្ញុំទៅឯណាខ្ញុំពិតជាបារម្ភបន្តិចមែនខ្លាចថាអ្នកមិនអាចគ្រប់គ្រងកម្លាំងបានល្អឯងមើលងាយខ្ញុំហើយខ្ញុំជាសេះអស្ចារ្យរាប់ពាន់លាឯណោះជាសេះមានខួរក្បាលឆ្លាតវៃប៉ុន្តែត្រូវប្រយ័ត្នបន្តិចយ៉ាវឈីឈឺពេកំពុងត្រឡប់មកវិញបានទៅប្តឹងម្ដាយរបស់គេហើយលីវរូយ៉ានឯងចេញមកនេះតើជាកលល្បិចរបស់ឯងមែនទេដែលធ្វើឲ្យកូនប្រុសខ្ញុំធ្លាក់ចុះមកនោះលីវរូយ៉ានប្រកាសជាស្នាដៃរបស់មិនដូច្នេះទេសេះល្អបែបនេះមិនដេចក៏ស្រាប់តែឈួតឡប់បែបនេះគឺយល់ពីចិត្តខ្ញុំតែងតែហៅវាថាកូនសម្លាញ់ថែទាំវាល្អប៉ុន្តែពួកអ្នកម្នាក់ហៅវាថាជាប្រហែលជាអរិយាបរបស់ហើយទើបធ្វើឲ្យវាខឹងឯងនិយាយកុហកវាគ្រាន់តែជាសត្វប្រឆាំបែបនេះមិនដេចនឹងអាចស្ដាប់ភាសាមនុស្សយកទៅឯងនិយាយថាវាមិនយកភាសាមនុស្សទេតើវាអាចធ្វើតាមខ្ញុំបង្រៀនដោយរបៀបណាខ្ញុំមិនអាចតាក់ទងជាមួយសេះដែលមិនយកភាសាមនុស្សបានទេឲ្យវាចេះនិយាយច្រើនពេកក្មេងស្រីរូយ៉ាននេះពិតជាមានសមត្ថភាពមែនមីងអើយខ្ញុំនឹងបងហ៊ីវទៅទីក្រុងល្ងាចចាំត្រឡប់មកវិញណាកញ្ញាលីវមកដល់ហើយតើលោកប៉ាប្រាក់ជើពិនិត្យមើលកិច្ចសន្យានេះអ្វីត្រូវតែទេកញ្ញាលីវសរសេរបានយ៉ាងលម្អិតចាប់ពីថ្ងៃនេះទៅកញ្ញាលីវគឺជាម្ចាស់ហាងចាស់របស់យើងអ្នកគ្រប់គ្រងម្នាក់ទៀតទៅមកហៅនាងថាអ្នកគ្រប់គ្រងលីវអ្នកគ្រប់គ្រងលីវអ្នកទាំងអស់គ្នាកុំអីហើយខ្ញុំថាកញ្ញាលីវក៏បានលោកប៉ាប្រាក់ជើអ្នករៀបចំកូនហាងដៃជើងរហ័សរហួនម្នាក់ឲ្យធ្វើជាអ្នកគ្រប់គ្រងផ្ទះបាយខ្ញុំនឹងបង្រៀនគាត់ធ្វើម្ហូបដែលស្អាតយើងអាចបើកហាងឡើងវិញបានហើយល្អណាស់ថ្ងៃមុនអរគុណកញ្ញាដែលបានប្រាប់មុនពេលមានខ្សោបជុះភ្លៀងមិនអីទេថ្ងៃស្អែកគ្រួសារយើងមិននៅផ្ទះទាំងអស់គ្នាទេហាងស្រានេះថ្ងៃស្អែកប្រសិនបើលោកមានពេលទំនេរតើអាចផ្ដល់កិត្តិយសមកលេងបានទេហាងស្រានេះមានតាក់ទងនឹងកញ្ញាលីវដែរឥឡូវនេះខ្ញុំក៏ជាម្ចាស់ហាងមួយរូបនៃហាងស្រានេះដែរបើអីចឹងស្រុកនេះថ្ងៃស្អែកនឹងទៅគ្រប់គ្រងឲ្យបានទាន់ពេលវេលាសូម្បីតែបន្លែស្រស់ក៏គ្មានមួយដុំដែរត្រូវប្រញាប់បង្កើតបន្លែឆ្នាំងធំបែបក្រៅរដូវកាលបងហ៊ីសេតើអាចរកមេឃុំដើម្បីព័ទ្ធដីមួយកន្លែងក្នុងភូមិបានទេខ្ញុំមានវិធីដាំបន្លែក្នុងរដូវប្រសិនបើជោគជ័យហាងស្រារបស់យើងក្នុងរដូវរងាជាមិនខ្វះបន្លែឡើយតើអាចទៅរួចទេរូយ៉ានហេតុអ្វីឯងមកទីនេះចូលមកខាងក្នុងសិនមកលោកអនុប្រធានចាំងខ្ញុំចង់កាប់ឆ្ការដីដើម្បីធ្វើស្រីតូចម្នាក់បែរជាប្រាប់ថាចង់កាប់ឆ្ការដីគឺដីវាខ្សាច់ថ្មគ្រោះនៅជើងខ្ញុំចង់កាប់ឆ្ការដីដើម្បីសង់រោងក្តៅតាមបន្លែក្រៅរដូវកាលក្នុងរោងក្តៅមានកម្ដៅថ្ងៃជាងខាងក្រៅច្រើនស្បែកស្បែកទិវស្រស់បានថែមទាំងខ្ញុំនឹងជួលអ្នកស្រុកមកធ្វើការគិតប្រាក់ឈ្នួលជាថ្ងៃកម្លាំងពលកម្មមុំមុនក្នុងមានការងារធ្វើនឹងទទួលបានប្រាក់ចំណេញអ្នកស្រុកមុខជាពេញចិត្តជាមិនខានប៉ុន្តែរឿងថ្មីថ្មោងនេះពូមិនធ្លាប់ព្រឺសោះឡើយពូរឿងបច្ចេកទេសខ្ញុំប្រើប្រាស់ដីវានៅជើងភ្នំមិនបានប៉ះពាល់ដល់ស្រែល្អក្នុងភូមិទេថ្ងៃស្អែកពូជួយទៅទីប្រជុំជនដើម្បីរាយការណ៍ជូនរដ្ឋាភិបាលបានថ្ងៃស្អែកពូនឹងទៅមើលទីប្រជុំជនម្ដងរួយនេះជាលើកទី1ហើយក្នុងជីវិតរបស់ខ្ញុំដែលបានជិះពិសេសបើអ្នកចូលចិត្តថ្ងៃក្រោយចង់ជិះពេលណាខ្ញុំនឹងជូនដំណើរអ្នកគ្រប់ពេលវេលាតើហាងស្រានេះមានរឿងអ្វីកើតឡើងសើមិញនៅឃើញប្រកាសថាអាជីវកម្មរបស់នៅទីនេះមិនសូវមានក្លិនក្រអូបទេថែមទាំងគ្មានក្មេងស្រីអង្គុយផឹកស៊ីទេសោះតើក្លិនស្អីនេះហាក់ដូចជាមានក្លិនចេញមកពីក្នុងហាងស្រាមិនក្រអូបទេវាចេញមកតាមប្រហោងទ្វារក្លិននេះគឺពិតជាមិនខុសទេតើម្ហូបអីឆ្ងាញ់ម្ល៉េះនេះជាអ្វីធំក្លិនទៅឆ្ងាញ់ខ្លាំងណាស់កូនហាងដែលអ្នកម្ហូបចេញមកនេះដើម្បីធ្វើអ្វីកញ្ញាលីវលោកម្ចាស់របស់យើងបញ្ចប់ការងាររដ្ឋបាលរួចហើយនឹងមកដល់ក្នុងរយៈពេលកន្លះម៉ោងទៀតថែមទាំងនាំក្រុមពាណិជ្ជករមកជាមួយលោកចៅវាយស្រុកនឹងមកទីនេះថែមទាំងនាំក្រុមពាណិជ្ជករមកទៀតបងប្អូនជនរួមជាតិទាំងអស់គ្នាដើម្បីអបអរសាទរហាងស្រារបស់យើងបើកដំណើរការឡើងវិញឥឡូវខ្ញុំសូមប្រកាសថាម្ហូបនេះមួយអាចភ្លក់ដោយឥតគិតថ្លៃបងប្អូនជនរួមជាតិទាំងអស់គ្នាស្រុកនេះក៏មកបរិភោគអាហារនៅទីនេះដែរគុំអីលែងវែងអ្នកប្រញាប់ចូលទៅដណ្ដើមកន្លែងល្អមួយមកកន្លែងត្រូវបានរៀបចំទុកជាស្រេចសម្រាប់គ្រប់គ្នាសូមអញ្ជើញលោកចៅវាយស្រុកថ្លៃចំណាយថ្ងៃនេះគិតលើខ្ញុំចុះខ្ញុំចង់បានមុខម្ហូបនេះមុខម្ហូបនោះនិងមុខម្ហូបនេះទៀតកញ្ញាលីវខ្ញុំចង់បានម្ហូបត្រីជូរអែមនោះតើកញ្ញាលីវមិននៅញ៉ាំជាមួយគ្នាទេមិនបាច់ទេខាងកសិដ្ឋាននៅមានកូនហាងចាំរៀបចំហើយរ៉ាវឈីឡានមិនដេចនឹងមានប្រាក់ទំនេរមកហាងស្រាហូបបាយបានប្រហែលជាខ្ញុំមើលខុសហើយដឹងមានសេបងហ៊ីវសេចិត្តងឹតហើយយើងប្រញាប់ត្រឡប់ទៅវិញចុះរូយ៉ានឬមួយក៏ឲ្យលីវហ៊ីវទៅធ្វើការនៅហាងស្រាដែរទៅមីងអើយខ្ញុំរៀបចំកាប់ឆ្ការដីធ្វើដល់ពេលនោះខ្លាចថាមីងពេក
រឿងរបស់ខ្ញុំមិនតាមរូយ៉ានទៅបានហើយក្មេងស្រីរូយ៉ាននេះថ្ងៃមុខប្រកាសជាមានបុណ្យបានធំពេលចង់រស់នៅទីនេះជាមួយខ្ញុំត្រូវគោរពវិន័យហាមបង្កចំនួនក្នុងផ្ទះបើឆ្លោះគ្នាម្ដងទៀតនឹងបណ្ដឹងចេញចៅវាយធំឡើងភ្នំជាមួយខ្ញុំមកខ្ញុំដឹងថាមាត់ភ្នំកន្លែងមួយដោះស្បែកតែបន្តិចទេនឹងត្រឡប់មកវិញភ្លាមបានបន្តិចទៀតឲ្យបងហ៊ីសេតាមយើងទៅជាមួយគ្នាខ្ញុំតាមទៅក្រោយភ្នំដើម្បីរកសត្វល្អិតបើមិនដូច្នោះទេស៊ីកាក់សំណល់រាល់ថ្ងៃចិត្តគ្មានជីវជាតិពងកូនហើយហេតុអ្វីឯងមិនទាន់ទៅទៀតសម្បុកនៅលើភ្នំនៅតែសើមខ្ញុំពងមួយថ្ងៃមួយគ្រាប់ធានាថាមិនស៊ីស្បៀងអត់ប្រយោជន៍ទេខ្ញុំប្រាប់ហើយថាមិនខុសទេថាមានរបស់ល្អចៅហ្វាយខ្ញុំពូកែទេខ្លាំងណាស់ចាំតិចទៀតខ្ញុំឲ្យពោតអញស៊ីឲ្យច្រើននេះជាម្ទេសតាសើពួកអញបោកខ្ញុំអានឹងហេតុខ្លាំងណាស់អញនឹងខុសខើជាងគេឲ្យតែថាមានអីឆ្ងាញ់មិនសួរនាំអីបន្តិចក្របបាក់យកតែម្ដងចៅហ្វាយនោះដូចជាខ្លាជួយខ្ញុំផងមានអ្នកណានៅទីនេះទេជួយខ្ញុំផងចាំសិនហើយខ្ញុំទៅមើលបន្តិចបងហ៊ូហ្វីអញរងចាំនៅទីនេះហើយមនុស្សលោកជួយខ្ញុំផងខ្ញុំមកពីទីខាងជើងចង់មកស្នាក់នៅទីនេះតែពួកវាស្រាប់តែវាប្រហារលើខ្ញុំតែម្ដងហេតុអ្វីខ្ញុំត្រូវជឿឯងក្រពើប្រែក្រឡាព្យាបាលជាហើយបែរជាមកខាងខ្ញុំវិញសូមរក្សាសព្វសច្ចាណាខ្ញុំពោលពាក្យណាគឺធ្វើតាមពាក្យនឹងមីងខ្ញុំបាននាំខ្លាមួយក្បាលមកវិញរូយ៉ានចុះខ្លានោះណែណាវានៅក្នុងថង់វេទមន្តរបស់ខ្ញុំវាមានរបួសខ្ញុំចូលទៅមើលបន្តិចសិនមិនបានទេក្រែងលោកវាខំអញធ្វើមិនទៅមិនអីទេមីងអ្នកទាំងអស់គ្នាកុំបារម្ភអីមនុស្សលោកអ្នកបានជួយជីវិតខ្ញុំគ្មានកន្លែងត្រូវទៅទេសូមនៅជាមួយអ្នកផងទៅសូមតែបាយស៊ីបន្តិចបន្តួចបានហើយអូខេចុះនេះហូបមួយសិនទៅស្អែកខ្ញុំទៅទិញសាច់នៅឯស្រុកអ្នកជាមនុស្សចិត្តល្អជាងគេដែលខ្ញុំធ្លាប់ជួបអ្នកផ្សេងឲ្យតែឃើញខ្ញុំគឺវាតែម្ដងមកពីពួកឯងជាខ្លាមើលទៅកាចសាហាវពេកពួកយើងស្គាល់គុណណាស់ជាទូទៅមិនស៊ីសាច់មនុស្សទេឯងនៅសម្រាប់ព្យាបាលរបួសនៅទីនេះសិនទៅស្អែកចាំខ្ញុំមកទៀតចេញមកដើរលេងមិនអីទេតែប៉ុន្តែកុំចេះតែជួបពីវាពីកាលណារូយ៉ានកុំបារម្ភខ្ញុំយល់ហើយរូយ៉ាននៅផ្ទះទេខោអាវដែលអញពឹងឲ្យខ្ញុំកាត់គឺកាត់រួចហើយឈុតរដូវស្លឹកឈើជ្រុះពីឈុតនិងឈុតរដូវរងាពីឈុតខាងក្នុងមានញាត់សំឡីធានាថាកក់ក្ដៅខ្លាំងណាស់ស្នាដៃមីងពិតជាស្អាតខ្លាំងណាស់នេះជាឈ្នួលសូមអញ្ជើញទទួលយកទៅទទួលទេមិនបាច់ច្រើនយ៉ាងនេះទេយកទៅមីងនៅត្រូវរំខានមីងជួយកាត់ពីឈុតទៀតឲ្យមីងលីវនិងបងហ៊ូស៊ីផងថ្ងៃក្រោយមានការងារប៉ាក់ដិនអីអាចរកខ្ញុំបានគ្រប់ពេលមនរត់បាត់ហើយប្រញាប់ទៅចាប់មកវិញមិនបាច់ខ្វល់ទេជូនកូនវាទៅរកចំណីតើកុំតែមកវិញទេហ៊ូស៊ីចាប់មនស្រុកនោះក្នុងខ្នល់ស្ងល់រសុបឲ្យរូយ៉ានស៊ីពៅកម្លាំងទៅយាយចាស់ម្នាក់នេះកាជាងដុល្លារការទៅទៀតពួកនោះគ្រាន់តែដេញចាប់ខ្ញុំលេងសោះតែគាត់ចង់ស៊ីសាច់ខ្ញុំតែម្ដងមីងកុំស្រែកអីនោះជាសត្វចិញ្ចឹមរបស់ខ្ញុំទេជួយផងចៅហ្វាយមានគេប្លោះយកកូនរបស់ខ្ញុំលែងកូនមន់ចោះអាស្រ័យលើអីថារបស់ហែងនេះជាកូនមន់ដែលឡានកូនខ្ញុំទិញពីស្រុកកាពីម្សិលមិញដើម្បីយកមកស្នាក់ក្នុងខ្ញុំនេះជាមន់ដែលខ្ញុំឲ្យចំណីរាល់ថ្ងៃមន់មេរបស់ឯងក្រញ៉ងមិនចេះក្រញ៉ងកូនផងនេះគឺឡានរបស់ខ្ញុំទិញមកមែនអញ្ចឹងឯងឲ្យឡានរបស់ឯងមកតាំងមកឡានកូនខ្ញុំធ្វើការនៅឯស្រុកមួយថ្ងៃបាន40សេនមួយខែបាន1200សេនបូករួមទាំងភាគរយបន្ថែមបានរហូតដល់2ប្រាក់ពួកឯងក្រីក៏ត្រូវបដូរប្រាក់រីទេ40សេនក្នុងមួយថ្ងៃនេះមិនមែនជាប្រាក់ឈ្នួលភោជនីយដ្ឋានទេចៅជូឡានកំពុងធ្វើការក្រោមបង្គាប់ខ្ញុំតាសើពងទី2ធ្វើការអីដែរនៅត្រូវការមនុស្សតែរៀបចំចានឆ្នាំងស្រួលខ្លាំងណាស់នាំហួផ្ទះខ្ញុំទៅផងបានទេពេលនេះខ្ញុំកំពុងត្រូវបានគេចាប់ប្រកាន់ថាធ្វើចោលលួចមករឿងនេះមិនទាន់ច្បាស់លាស់ផងខ្ញុំឯណាមានចិត្តទៅខ្វល់រឿងផ្សេងមីងលីវកុំប្រកែកចាប់ប្រកាន់គេអីខ្ញុំឃើញនឹងភ្នែកថាកូនមន់រត់ចេញពីផ្ទះចៅដាមិញឯងនិយាយស្អីខ្ញុំឃើញនឹងភ្នែកថារត់ចេញពីផ្ទះមីងលីវតាសើប្រហែលជាមានការយល់ច្រឡំហើយដឹងនៃរបស់ឯងគឺថាខ្ញុំកុហកមែនទេបានឲ្យពួកវាបញ្ចេញភស្តុតាងមកបើគ្មានភស្តុតាងគឺចោទប្រកាន់មនុស្សល្អហើយខ្ញុំមានភស្តុតាងមួយថ្ងៃមុនពេលមានខ្យល់កើនមន់ព្រៃនេះបាននាំកូន3ក្បាលរត់មកផ្ទះខ្ញុំដើម្បីជ្រកភ្លៀងជ្រកខ្យល់ដោយខ្លួនឯងអូយមន់ចេះរត់ទៅជ្រកភ្លៀងជ្រកខ្យល់ផ្ទះគេខ្លួនឯងផងឯងគិតថាអ្នករាល់គ្នាជាមនុស្សល្ងងមែនទេមីងចៅឯងហៅវាតើវាឆ្លើយតបនឹងឯងទេសម្ដីផ្ដេសផ្ដាស់កូនមន់ដឹងអីឆ្លើយតបនឹងមនុស្សបើពូកែឲ្យវាជូរដាក់លើខ្លួនឯងទៅបើវាធ្វើមែនខ្ញុំសុខចិត្តទទួលស្គាល់កូនមន់តូចជូរដាក់លើខ្លួនពួកវាទៅអស់ចាណាស់កូនមន់ចេះស្ដាប់សម្ដីរូយ៉ានយល់មែនចម្លែកខ្លាំងណាស់ពួកវាមកដណ្ដឹងកូនឯងមិនក៏មិនទៅចឹកពួកវាទៅគ្មានការយល់ដឹងសោះបែរជាប្រើមន់ឲ្យមកធ្វើបាបមនុស្សចាស់បានហើយនាំកូនចូលក្នុងផ្ទះទៅអ្នករាល់គ្នាដឹងក្នុងចិត្តអស់ហើយថាមន់មួយសម្បុកនេះជារបស់អ្នកណារឿងនេះចាំបាច់និយាយទៀតទេមកទៅផ្ទះមីងលីវដល់ខ្លួនឯងមិននឹងអាចជារបស់គ្រូសាចៅទៅកើតគ្រូសាចៅដាមិញអាក្រក់ជួជាតិខ្លាំងណាស់លួចមន់ទាំងកណ្ដាលថ្ងៃត្រង់
เจ้าดำเม้งปราประปนเอาเฟื่อเรื่องแบบนี้มันคล้ายเกเจโปรเตเต้ขยมเหมือนดังเตคือประปนขยมเนี่ยจังเฟื่อแบบนั้นซออันชอบเปลี่ยมล้อนะเจ้าดำเม้งเฮียนตุ่มแหลกองห้องหมกเลือกขยมพงรูยานไม่ก่อนยิงไอ้บัญชีมอนบ้านตามอนนี้คล้ายจีเนตาเตอหายหรือมีมอนอากุมไอ้งกปีน่ะเพราะให้จีเด็กเตอใจดอนเอาปนเนาะเป็นนุกขยมกับวงเวนสมาร์ใดๆเพราะให้จีมอนอย่างนี้เมื่อมันโยบเนกก็ช่วยใจงกจนนุเตอมนุษย์โลกสเต็กองนี้จังนมปานนี้ไอ้มันประหยัดหมกเตสเต็กองนี้นึงนมดัดเลิกเร่ดอสอาร์บ้าระบอบเนี่ยไอ้เนี่ยเลยนี่หายเพล็กจะนมเอาเวียซอกลมชงอเอนุคือจีตับนมระบอบไอ้นังหายขยมบ้านดับบงบงตับนมไอ้อ่อมบ้านเม้งเนี่ยไอ้จะขยมมุนโจนุให้เดไว้บ้านจีสเต็กองนี้ทราบแต่บัดมองวิญญาณโซนเอาช่างแบบนี้นุจีขนำสลบขยมกรอนแต่จะโจสราเลิกครูนไอ้หนึ่งอ๋อกำลังลีเลียขมิ้นวิญญาณไอ้แต่งอ๋อบรรทบหมกจ้องสำหรับหรือจ้องเฟื่อบ้าอย่างน่ะคือสไลด์เลิกขยมกับจะตามเจ็ดมนุษย์โลกเนี่ยไอ้ปูไกลคลังน่ะจะปีเปนิเตอร์เนี่ยไอ้จีจะไว้ระบอบขยมหายสเต็กองนี้ส่งตามเนี่ยไอ้หายก่อบ้านได้ตามขยมก่อบ้านแต่เตอร์โกรุบฉบับระบอบขยมเต็กขยมมีจริงจำสัจจรน่ะไอ้ห้ามปะกัวมือกับบ้านน่ะแต่งอ๋อเตอร์สตับตามการบัญชีระบอบขยมโยเต้โยหายจะไว้ทาเพลน่าคือเพลนังหายรูยานประหยับล่างเรียบจ้องระดับการบ้านหายปู่ยังเตอร์จะหัดเลยคางในไอ้สารสกเอลนี่หกหายอาศัยโดยซาสมนางระบอบหายบนมันไงนี้ขยมบ้านจีรถเซจีจรันเลิกสรู้เชียงจีรถเต้โกชไงน่ะส่งไปแต่จงแก้ก่อเล้งจบได้ไม่คงปรับผ่าไอ้ซาซับตุกเอาหายเนี่ยช่วยวิกมูเนอขนมคุมบนเตเตอร์สไลด์ประกาศมวยมาเมื่อทาตามเมียนปูมิงนักล่ะสมัครจะเตอร์ช่วยเฟื่อการในจมปราชนูก็จิตไงไงตรองเมียนใบกระด้างมวยเปย์สไลด์จับด้ามเฟื่อการแต่งบาลอมไอขยมตลอดเตอร์ดอกพุ่มเพลียมนึงเรียบจอมไอ้เพลดบองโอเนี่ยพุ่มแต่งลายอีสมเลงปูหุยจ่อหมกหายตามเมียนดึงไอ้ติดหายบองโอเนี่ยพุ่มแต่งลายรูยานมีบ่มน้องกับชาไปเฟื่อสไลด์จงแก่คือได้รู้ในเชิงพนมทางกลอยพุ่มหนุ่มไอเมียนตุ่มหงดอเตอร์ดอกไรกำลังมนุษย์มันกรุบกรอนเตจ้องอันเจนบองโอเนี่ยพุ่มเตอร์ช่วยเฟื่อการเอากรุบบุญมองขนมมวยไงไงตรองเมียนใบกระด้างมวยเปย์ประชนูกับน็อตจีบันดอหาซ้อนไซซับเซนขนมมวยไงเบิกประรอไงบ้างส้มจอชมัวไซซับเซนขนมมวยไงเบิกประรอแม่ในคล้ายๆนั้นไซซับเซนขนมมวยไงเมียนไอจำไรเราให้จิตเฟื่อบ้านปีระเบิดไงกอลมุลีบัดหายบองโอเนี่ยพุ่มแต่งลายเมียนมนุษย์เป็นมันประเภทได้ขนมมันไอตัวโยกมันเตตาปีมวยไงมนเปกับเมียนชอการเลิกมนเนี่ยได้หมกโชบางมุกเทียบแต่ขนมโดลาเตี้ยประซ่องจมูกใจจงกลอยลูกดำน้ำเอาขนมนุกแต่ขาดมันยกแต่งอ่อนเฟื่อก็มันเฟื่อเตอเนี่ยน่านักสมัยจังบานกรอนแต่จีการเยซิชนูเป็นมันไงสประมวยร้อยปีร้อยเซนนังไกลโลดัดปูสลับเมนเต้เนื้อเตอร์มือตกมุกเมนสไลมันเนี่ยนังเตียจำพัดเฟื่อดอกขนาดนังเต้ให้เนี่ยได้น้องมุกสงสัยเลิกขนมบันมึงมิงจางมิงลิฟตีปีก็มันยกได้ให้กับคนบอกว่าวางใช้ติดก็มันยกได้รูยานปูเหมือนบ้านเฟื่อไออันคังเต้เตอให้เดี๋ยวไว้มันเอาปูเตอร์เฟื่อได้วางใช่ไอเนื้อแต่งเน็ตเพลติดก้าปิงเซอร์เม้งไปได้ประปนอย่างช่วยหัวบ้านลุดมอนเตียขยมประปนแทงเนื้อโชว์ช่วยอย่างช่วยหัวหนีเย่บงไวรัสมาติดสไอเก้ให้ขมิ้งอายุกรอมดับใบชนามก็มันยกได้มนุษย์จะอายุเลิกปี50 ชนามก็มันยกได้เนี่ยรอขี้ยกนี้เตอร์ล็อบเตอร์สำหรับยกกำลังอ่อยเป็นเรียบจ้องจะแก้วกำบัดกันเดียวเอาเรียบร้อยสไอเต้เปรย์ล้มจุกจงขี้ในเชิงพนมขังกลอยพุ่มดับใบจับดามเฟือการอมีสไลบ่มพลายตรบขมิ้นเรื่องไอเตอร์โรกรูยานเฟือไอเล่าหล่อหายการเงียมุดไงไซซับเซนใบจีเกมันยกปูยังเตอร์วิงเจ้าจูลานโรคบ้านการเงียหล่อในสรกมวยแค่บ้านปีประดำลังยังช่วยหัวบ้านช่วยปูยังสู้นมเซนเตอร์จำเฮอทางยิงกับชาได้ดับไรเติร์จูได้บ้านมันจูโกปูยังเตอร์จูเนี่ยนะดอเปนุสไรแต่ปูยังคลายตาเฮ้ยอับคูแมนบาฮุนแกยังบกรุงแต่งขยมเตอร์เฟือกาเอารูยานรอให้จีบ้านมวยแค่เหมือนแมนบุญประดำลังเตเจ้าไว้ขยมจองเจงเตอร์ดาวเล่งขังกลาวบนติกปูไอ้คนมันกบ้ากาดำลอยเหมือนแมนทากรอนแต่หมกจกเพียงจกชอเตไม่ก่อยเหล่านี้มีบ่มน้องหมกเนื้อตองตีนตีนี้เหมือนตรงเตอร์วิงมันเตอร์เตเจ้าไว้ขยมมันเตอร์เตอย่างจานขยมซีเตจิงมุนบนติกเตอร์เนี่ยผมเด้งขยมเตอร์ไอก่อบ้านได้อันจังออยเนอร์เซนเตอร์นี่ยัยขี้ตั้งปีดำบงไอหายบ้านเนี่ยหน้ามันสับบังกอบเฟื่อเอาคุยขาดดึงไอขยมหนึ่งเด้งเนี่ยนุเจงพลีการนอกปรมเปรียงคเนียทาหนึ่งนมขยมจีแซ่บ่มบอย่างสบายแล้วแต่พออย่างเด็กได้บ้านมันเอาขยมตีเงเตคือคมขยมเนื้อขนมเตี้ยจ้าของสับนี่อันยังอันยังanh có miếng rô pi thông đại tả, ai khi nhom nom anh tơ tin nu, tờ đa lên ai để thay đập ram lại nu, yang mấy đam nói anh mình men prap kê anh thả, sắp tại hai khi nhom tha chỉ công sầm lại anh thọp vào kê tế, Ruyan, rồi bốn khi nhom viên mình đâm ấy tề, nhưng côngประกัน tô ô đồng nào nâng miếng ấy, ai cặp cả đây khi nhom tơ chui thưa cả, mình dốc bạc nu tề, trao vàng chài, áp đây trồng rải hiên nuôi ruột trên một phong, bà miếng pram buôn khlen công tơ thưa ở sò, riêng tiếc nhom mình đo viên anh một chè đằng tề, Ruyan rương mũi có tốc trao vàng chay ở nơi thưa ca tớ, nơi không phùng dương miên tẹp tẹt quạt mùi tê để miên cục chua sải, mình, rương chua cục chua sải, mình bắt tờ ong vó trao vàng chay nhị tê, không miên gì, hui, anh miên sai vậy nè, đại ai chơi đây bàn lươn, miên ấy bị bạ, vua cần đo được mỏi nơi chương không miên ấy gì, còn bông tay bị bạ chất đau vơi vội phòng, chăm không tơ prap phụ vì, ở phụ vì chui chỉ rôn chơi đây ở nhẹ,
អ្នកគ្រាន់តែឲ្យស្បៀងអាហារបន្តិចបន្តួចជាស្ងៀមថាពួកវាយល់ព្រមដោយរីករាយស្ដាប់តាមកាប់ឆ្កាដីដល់ទៅ10រ៉ែណោះតើពួកវាគ្រប់គ្រាន់ទេយ៉ាងហោចណាស់ក៏មានរាប់រយក្បាលដែរនៅលើភ្នំនៅមានកណ្ដុរភ្នំទៀតកម្លាំងខ្លាំងជាងកណ្ដុរប្រម៉ោយជ្រោយដីបានលឿនជាងបានយប់នេះឯងទៅស៊ូមើលទៅបន្លែគ្រាប់ថេងជាតិចំណីកណ្ដុរកន្លែងខ្ញុំមានគុតគង់គ្រប់គ្រាន់ចៅហ្វាយមានគេចង់ចាប់ខ្ញុំមនុស្សអាក្រក់ចង់ចាប់អាខ្មៅយកទៅស្ងោរសាច់ស៊ីសោះតន្លងនៅផ្ទះទេតន្លងនេះប្រហែលជាកញ្ញារូយ៉ានហើយមើលទៅឥឡូវនាងស្នាក់នៅផ្ទះតន្លងអញ្ចឹងគឺជារួមគ្រួសារតែមួយហើយអ្នកណាក៏ដឹងរឿងនាងនឹងហ៊ូស៊ីដែរមីងទី5ខ្ញុំគ្រាន់តែជាបងប្រុសរបស់រូយ៉ានប៉ុណ្ណោះទំនាក់ទំនងរវាងពួកយើងមិនមែនដូចអ្វីដែលមីងគិតទេដូចតែគ្នានឹងទឹកស្រែមិនឲ្យហូរទៅស្រែគេទេរូយ៉ានអើយការងារជួបមនុស្សរបស់នាងនេះយ៉ាងណាក៏ទុកកន្លែងមួយឲ្យបងថ្លៃរបស់យាយផងទៅមែនហើយខ្ញុំធ្វើកើតអីក៏ធ្វើកើតដែរមីងទី5អ្នកក្រៅភូមិតាមពិតពួកយើងមិនយកទេតែដល់យកមុខសាច់ញាតិរបស់មីងលីវឲ្យហ្វូឡាយស្អែកម៉ោង5ព្រឹកទៅដល់ដីទំនេរក្រោយភូមិធ្វើការជាមួយអ្នករាល់គ្នាទៅនិយាយគ្នាតាំងពីដំបូងឲ្យហើយកន្លែងខ្ញុំមិនចិញ្ចឹមមនុស្សខ្ជិលច្រអូសខុសទេបើធ្វើមិនបានល្អអាចដេញចេញគ្រប់ពេលប្រាក់ឈ្នួលគិតតាមស្តង់ដារអ្នករាល់គ្នា40សេនក្នុងមួយថ្ងៃឈិងយាមកអំបញ្ញនឹងខ្ញុំឃើញកូនឆ្កែខ្មៅមួយក្បាលនៅក្រៅរបងពេលនេះវារត់ទៅណាបាត់ហើយចេញមកប្រញាប់ចាប់វានាំយកទៅវិញនេះជាកូនឆ្កែខ្មៅដែលរូយ៉ានទើបតែចិញ្ចឹមទេមិនមែនឆ្កែប្រៃទេរូយ៉ានអើយឬមួយក៏នាងជួយឲ្យកូនឆ្កែខ្មៅនេះមកមីងទៅផ្ទះនាងមានអាលឿងចាំទ្វារហើយតើថែមមួយទៀតនាំតែខាត់បាយទេចៅវាយកុំឲ្យខ្ញុំទៅគាត់អីគាត់ចង់យកខ្ញុំទៅស្ងោរស៊ីសាច់ចៅហ្វាយបើឲ្យអាខ្មៅទៅគាត់វានឹងខ្លាចជាសាច់ឆ្កែចូលក្នុងពោះគាត់មិនខានមីងអ៊ូឆ្កែនេះជាឆ្កែដែលខ្ញុំទិញមកពីទីរួមស្រុកដោយផ្ទាល់ទិញអស់ប្រាក់ជាច្រើនដំឡឹងបើប្រកាសជាចង់លក់ចេញមែនយ៉ាងហោចណាស់ក៏ត្រូវ10ប្រាក់ដំឡឹងដែរទៅព្រមលក់មីងចង់ទិញទេអញ្ចឹងចាត់ទុកថាហើយទៅចុះខ្ញុំទៅវិញហើយពួកយើងត្រឡប់ទៅវិញស្អែកបានប្រញាប់ក្រោកពីព្រលឹមទៅធ្វើការចៅហ្វាយអំបញ្ញមិញអ្នកឯងថាលក់ខ្ញុំ10ប្រាក់ដំឡឹងតើជាការពិតមែនទេឆ្កែភ្លើនោះជាសម្ដីនិយាយមីងអ៊ូស្ដាប់តាសើដើម្បីឲ្យគាត់ដកថយដោយខ្លួនឯងបងហ៊ូស៊ីថ្ងៃក្រោយការងារគ្រប់គ្រងប្រចាំថ្ងៃនៅដីដុំនេះប្រគល់ឲ្យបងហើយរឿងបច្ចេកទេសចាំខ្ញុំអ្នកមើលការពារមានបងជាមនុស្សដប់ធំដុំនៅត្រួតពិនិត្យពួកវាក៏មិនហ៊ានធ្វើប្រហែសដែរអាញ៉ែងពួកយើងមកយឺតពេកហើយឯងទៅរត់លេងនៅវាលស្មៅជើងភ្នំសិនទៅមានការអីចាំខ្ញុំហៅឯងសឹមត្រឡប់មកវិញអាហ្វូឡាយនេះពិតជាសំនឹងឈ្មោះវាមែនគ្មានសំណាងទទួលទានសោះចាំដល់ពេលរកលេដេញវាចេញទៅហ៊ូហ្វីរូយ៉ានឥឡូវនេះខ្ញុំត្រូវត្រឡប់ទៅរៀបចំអាហារថ្ងៃត្រង់ហើយពួកឯងមានអីចង់ហូបទេមីងហៅប្តីប្រពន្ធមីងហៅទាំងពីរអ្នកទៅជួយផងទៅមនុស្សច្រើនណាស់មីងធ្វើបាយម្នាក់ឯងហត់នឿយពេកហើយឡខ្ញុំទៅហៅពួកគាត់ឥឡូវនេះកញ្ញាលីវមិនស្រួលហើយរឿងធំហើយអញ្ចឹងទៅសាលាស្រុកជាមួយខ្ញុំមួយជើងប្រញាប់ឡើងគឺភោជនីយដ្ឋានរបស់អ្នកមានមនុស្សស្លាប់នៅភោជនីយដ្ឋានហើយសាច់ញាតិជនរងគ្រោះអះអាងយ៉ាងដាច់ខាតថាគឺអ្នកនឹងថៅកែចៅចិត្តណាសម្រាប់នោះថៅកែចៅត្រូវបានគេនាំទៅសាកសួរនៅសាលាស្រុកហើយកាលពីព្រលឹមមានបរិសចម្លែកម្នាក់បានកំងហូប4-5មុខនៅភោជនីយដ្ឋានបានពាក់កណ្ដាលស្រាប់តែកន្ត្រាក់ដៃជើងធ្លាក់ពុះមាត់ដួលស្លាប់ភ្លាមតែម្ដងគ្រប់ចានម្ហូបទាំងអស់សុទ្ធតែរកឃើញថ្នាំសម្រាប់កណ្ដុររំលែកចៅហ្វាយអ្នកនាំខ្ញុំតាំងខ្លួនតើគឺចង់ឲ្យខ្ញុំជួយធ្វើការជំនួសអ្នកមែនទេក្រុមសម្រាប់ផ្ទះខាងក្រោយភោជនីយដ្ឋានយើងមានសម្បុកបក្សីមួយសម្បុកប៉ុន្មានថ្ងៃមុនខ្ញុំធ្លាប់ឲ្យចំណីពួកវាដែរពួកវាហោះហើរនៅក្នុងភោជនីយដ្ឋានរាល់ថ្ងៃប្រហែលជាបានឃើញអីខ្លះមិនខានបន្តិចទៀតអ្នកជួយទៅសួរនាំជំនួសខ្ញុំផងទុកលើខ្ញុំចុះខ្ញុំម្ចាស់លីវរូយ៉ានសូមក្រាបថ្វាយបង្គំលោកម្ចាស់លីវរូយ៉ានមានគេចោទប្រកាន់នាងនឹងថៅកែចៅថាបានដាក់ថ្នាំពុលនៅក្នុងហូបអាហារយ៉ាងដាច់ចូលស្លាប់លោកម្ចាស់ខ្ញុំម្ចាស់ត្រូវគេចោទប្រកាន់ទាំងអយុធធម៌ទេភោជនីយដ្ឋានម្ចាស់ចាប់តាំងពីបើកអាជីវកម្មរហូតដល់ពេលនេះអនាម័យស្អាតបាតតែខាតមិនអាចដាក់ថ្នាំពុលសម្រាប់មនុស្សឡើយពួកវាមិនព្រមសារភាពទេសូមលោកម្ចាស់ប្រើទារុណកម្មធ្ងន់ធ្ងរបង្ខំឲ្យពួកវាសារភាពទៅលោកម្ចាស់ខ្ញុំបានពិនិត្យមើលម្ដងទៀតហើយទោះបីជាជនរងគ្រោះស្លាប់ដោយសារពុលថ្នាំសម្រាប់កណ្ដុរក៏ដោយតែខ្លួនគាត់ផ្ទាល់មានជំងឺប្រចាំកាយធ្ងន់ធ្ងរទៅហើយជាថ្ងៃនេះមិនពុលថ្នាំក៏ដោយក៏ប្រហែលជារូបបានមិនយូរដែររឿងក្តីនេះមើលទៅដូចជាមានភស្តុតាងរឹងមាំតែតាមពិតប្រាកដជាមានរឿងមិនប្រក្រតីនៅក្នុងលោកម្ចាស់មេតាផ្ដល់ពេលវេលាឲ្យខ្ញុំម្ចាស់បន្តិចដើម្បីស្រាវជ្រាវរកការពិតគ្រូពេទ្យក៏សអវិច័យបានពិនិត្យគ្រប់ចានទាំងអស់សុទ្ធតែមានថ្នាំសម្រាប់កណ្ដុរមិនមែនប្តីខ្ញុំស្ម័គ្រចិត្តដាក់ថ្នាំពុលសម្រាប់ខ្លួនឯងឯណាពួកភោជនីយដ្ឋាននោះចិត្តសាហាវខូខើពេកហើយសងកូនប្រុសដ៏កំសត់របស់ខ្ញុំមកវិញមកលោកម្ចាស់មេតាពិចារណាឲ្យបានច្បាស់លាស់ផងភោជនីយដ្ឋានពិតជាមិនបានដាក់ថ្នាំពុលទេកញ្ញាលីវប៉ុន្មានថ្ងៃនេះមិនដែលមកភោជនីយដ្ឋានតតែសោះមិននឹងអាចចូលរួមដាក់ថ្នាំពុលកើតចៅហ្វាយខ្ញុំបានធំក្លិនហើយសម្បុកបក្សីនៅក្រោមសំយ៉ាផ្ទះខាងក្រោយប្រាប់ថាមុនពេលយ៉ាងដាចូលទៅភោជនីយដ្ឋានបានជួបបរិសម្នាក់នៅក្នុងច្រកឌឹងហែមទទួលយកក្រដាសមួយដុំមកលេបចូលក្នុងពោះហើយនៅមានបក្សីឃើញគាត់លួចលាក់របស់នៅក្នុងទ្រូងលួចបាច់ចូលទៅក្នុងចានម្ហូបហូបរួចក៏ដួលសន្លប់តែម្ដងអាបក្សីព្រៃនេះមកលោឡារំខានដល់តុលាការប្រញាប់ចាប់វាបោកសម្លាប់ចោលទៅអ្នកណាហ៊ានប៉ះពាល់វានេះជាសត្វស្លាប់របស់លោកម្ចាស់លីអំបញ្ញមិញអ្នកណាថាចង់ស៊ីសត្វស្លាប់របស់ឯងលោកម្ចាស់លើកលែងទោសផងលោកម្ចាស់មេតាលើកលែងទោសខ្ញុំបាទមិនបានដឹងមុនសោះសូមរំខានលោកម្ចាស់មេតាលើកលែងទោសផងលោកម្ចាស់ខ្ញុំម្ចាស់សូមស្នើឲ្យមានការពិនិត្យសឹកឡើងវិញខ្ញុំម្ចាស់សង្ស័យថាយ៉ាងដាចូលខ្លួនឯងមានជំងឺធ្ងន់ធ្ងរប្រចាំកាយដោយចិត្តណាលេបថ្នាំសម្រាប់កណ្ដុរ
ពោស្លាប់ដើម្បីទម្លាក់កំហុសលើភោជនីយដ្ឋានខ្លឹមធំណាស់នាងគិតថាលោកម្ចាស់ស្រាវជ្រាវក្តីមិនបានល្អមែនទេសូមលោកម្ចាស់អនុញ្ញាតឲ្យគាត់ក្តាររំជួបពិនិត្យសពដើម្បីស្វែងរកការពិតផងមិនបាច់ទេយាយចាស់យ៉ាងកាលកូនប្រុសឯងនៅរស់តើទិញថ្នាំនៅហាងថ្នាំណាក្នុងស្រុកខ្ញុំមិនដឹងទេកូនខ្ញុំគ្រាន់តែប្រាប់ថាខ្លួនប្រាណមិនមានអីចម្លែកទេលោកម្ចាស់កាលពីពេលមុនពិនិត្យមើលសពយ៉ាងដាជោតើធ្លាប់ឆែកឆេររកឃើញប្រាក់ដែរឬទេមិនដែលឆែកឆេររកឃើញទេយ៉ាងដាជោទៅភោជនីយដ្ឋានកុំមកហូប4 5មុខតែម្ដងប៉ុន្តែនៅលើខ្លួនគ្មានប្រាក់មួយសេននេះបើមិនមែនជារឿងរៀបចំទុកជាមុនតើជាស្អីលោកម្ចាស់មេត្តាពិចារណាផងខ្ញុំបាទធ្វើជាសាក់ស្រាក់ប្រហែលជាត្រូវគេលួចបាត់ហើយអ្នកស្រីយ៉ាងអ្នកពឹងផ្អែកលើអីដើម្បីរស់នៅដាជោចេញទៅហេតុអ្វីមិនដុតភ្លើងដាំបាយផ្ទុយទៅវិញបែរជាឲ្យកូនប្រុសទៅហូបនៅភោជនីយដ្ឋានតែម្នាក់ឯងរឿងនេះគ្មានតាក់ទងនឹងរឿងក្តីទេខ្ញុំមិនឆ្លើយទេក្មេងតូចប្រាប់លោកអភិបាលស្រុកមើលតើធម្មតាពួកចៅបានហូបសាច់ទេថ្ងៃនេះមន់មេពងបានមួយគ្រាប់ជីដូនថាត្រូវទុកឲ្យពុកហូបពុកសុខភាពមិនល្អអរគុណលោកម្ចាស់ដែលបានជួយសួរនាំសម្ដីក្មេងតូចជំនួសខ្ញុំម្ចាស់ប៉ុន្តែអំបញ្ញមិញខ្ញុំម្ចាស់បានឃើញថានៅលើខ្លួនរបស់អ្នកស្រីយ៉ាងមានលាក់ទុកបានប្រាក់50ប្រាក់ដំឡឹងឆែកឆេរលោកម្ចាស់ខ្ញុំជួយឆែកឆេរពិតជាបានប្រាក់មែនមានដល់ទៅ50ប្រាក់ដំឡឹងឯណោះលោកម្ចាស់ខ្ញុំម្ចាស់សង្ស័យថាបងប្រុសរបស់អ្នកស្រីយ៉ាង